ព្រះរាជពរមានព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមនីវង្សចោមចក្រពង្សហរិរាជបរមន្តរភួណៃក្រៃកែវហ្វាចលាល័យព្រះចៅក្រុងកម្ពុជាធិបតីជាអម្ចាស់ជីវិតលើត្បូងទ្រង់សូមអំណរព្រះដេចប្រគុណជាបឋមហេតុនៅទីនេះដល់ក្រុងបារាំងសេះដែលជួយទំនុកបំរុងក្រុងកម្ពុជាដោយសុចរិតបានថ្កើងរុងរឿងរៀងមកនឹងតទៅមុខហើយដោយបានបង្កើតមន្ទីរពុទ្ធសាសនបណ្ឌិតបានយកចិត្តទុកដាក់ជួយទំនុកបំរុងនិងផ្សាយព្រះបារមីព្រះពុទ្ធសាសនានិងជួយឲ្យបោះពុម្ពព្រះត្រៃបិដកជាខ្លឹមឬកែព្រះពុទ្ធសាសនាជាសេចក្តីរាប់អានពេញចិត្តរបស់បណ្ដាខេមរជនទាំងអស់គ្មានសល់ហើយទ្រង់ពុំមានភ្លេចឡើយចំពោះអំណរអគុណដល់ពួកឧបាសកឧបាសិកាដែលមានចិត្តសទ្ធាជ្រះថ្លាចេញប្រាក់ចូលជួយឲ្យការដកដំនេះបានសម្រេចទ្រង់មានសេចក្តីសោមនស្សជាទីបំផុតដែលក្នុងរវាងផែនដីទ្រង់ព្រះករុណាបានសម្រេចឲ្យមានក្រុមជំនុំព្រះសង្ឃបណ្ឌិតប្រែព្រះបាលីក្នុងគម្ពីរព្រះត្រៃបិដកគឺភាគជាអ្នកទាំង3ដែលតម្កល់ដាក់ក្បួនព្រះពុទ្ធសាសនាមានទាំងអស់84000ព្រះធម្មខណ្ឌមកជាខេមរភាសាជាស្ដែងឲ្យបោះពុម្ពទាំងបាលីនិងសម្រាយជាសិភៅផ្សាយព្រះអ្នកធុរសក្នុងព្រះវិន័យគឺកាន់ក្រិតនិងគំនិតមេរយាទព្រះសូត្រគឺព្រះធម៌សម្រាប់ប្រដៅសត្វឲ្យកាន់ពិធីត្រង់ព្រះអភិធម្មគឺញ៉ាំងផ្លូវព្រះបរមនិព្វានដែលព្រះពុទ្ធអង្គព្រះសមណគោតមបានត្រាស់ហើយទ្រង់សម្ដែងទុកឲ្យមនុស្សសលោកកាន់ប្រព្រឹត្តឲ្យត្រឹមត្រូវនិងបានតម្រង់ចេតសិករាល់រូបកាយឲ្យប្រកបដោយសេចក្តីបរិសុទ្ធជាចំហុតក្នុងការកុសលទៅបង្កើតជាមគ្គផលដែលអាចធ្វើឲ្យបានសម្រេចផ្សេងផ្សាននិងចម្រើនសេរីសួស្តីដល់ប្រពៃថ្លៃឧត្តមជាបរមសុខដល់បរិស័ទទាំងពួងគ្រប់គ្នាដោយហេតុព្រះធម៌ដ៏វិសេសទាំងនោះសត្វតែជាបាលីគឺព្រះពុទ្ធវចនៈពីបុរាណតាំងពីមុនព្រះពុទ្ធសករាជ2474ទៅទៀតបានជាប្រសងនឹងឧបាសកច្រើនរៀនចេះចាំបានតែមិនយល់ច្បាស់ថាជាអ្វីបានជាព្រះករុណាទ្រង់ព្រះរាជតម្រេះព្រមនឹងរាជការប្រោទឹកតូរ៉ាតក្រុងបារាំងសេះសូពេរីយើវេណងឡាវិតជាតំណាងដែលទ្រង់សូមអំណរគុណដោយរុះរាន់ក្នុងឱកាសដែលបានជួយគិតសម្រេចមហាប្រយោជន៍ដ៏ឧត្តមនេះក្នុងឱកាសដែលបានជួយគិតសម្រេចមហាប្រយោជន៍ឧត្តមនេះឲ្យបានចម្រើនតម្រេះប្រាជ្ញាជាតិខេមរៈឲ្យកាន់តែចេះដឹងមកមុនឡើងដើម្បីនឹងរក្សាព្រះពុទ្ធសាសនាឲ្យខ្ជាប់ខ្ជួនជាទីរុងរឿងនៃក្រុងកម្ពុជាអត្តៈដោយបានតាំងមន្ទីរពុទ្ធសាសនបណ្ឌិតនិងព្រះរាជបណ្ណាល័យឲ្យបោះពុម្ពគម្ពីរព្រះត្រៃបិដកទុកជាគោលដើម្បីឲ្យអស់មហាជនទាំងឡាយដែលកាន់ព្រះពុទ្ធសាសនាក្នុងប្រទេសឥណ្ឌូចិនទាំងមូលរឹតតែជឿព្រះពុទ្ធសាសនាមហាប្រសើរថែមទៀតធ្វើក្នុងព្រះបរមរាជវាំងក្រុងភ្នំពេញចតុមុខនៅថ្ងៃប្រហោះ1300ខែស្រាបឆ្នាំមមេត្រីស័កពុទ្ធសករាជ2474ត្រូវនឹងថ្ងៃ10កញ្ញាឆ្នាំ1931